ឃើញពួកគេនៅខាងក្រៅក៏ឃើញថាដូយន្តជាមួយនឹងយន្តវូនឹងឯងដូយន្តយកបារីមកជក់បណ្ដាព្រមទាំងនិយាយបណ្ដាថាខ្ញុំបានឃើញបងលើកទី1កាលពី1ឆ្នាំមុនឯងឃើញខ្ញុំនៅកន្លែងណាដូយន្តក៏បាននិយាយថានៅសាលាបងថែមទាំងឲ្យភេសជ្ជៈខ្ញុំផឹកទៀតផងបងមិនចាំទេមែនទេណែយន្តវូក៏សម្លឹងទៅកាន់មុខដូយន្តទាំងមុខក្រហមតិចតិចព្រមទាំងសួរថាហេតុអីខ្ញុំឲ្យភេសជ្ជៈឯងផឹកណែដូយន្តក៏បាននិយាយថាខ្ញុំមិនដឹងដូចគ្នាខ្ញុំដឹងច្បាស់តែថាបងជាអ្នកឲ្យវាមកខ្ញុំចំណែកយន្តវូក៏សួរទៅកាន់ដូយន្តទៀតថាខ្ញុំមិនចាំអេបន្តិចទេដូយន្តក៏ឆ្លើយថាបើបងមើលទៅចរិតបងពេលនេះបងពិតជាមិនចាំមែនហើយយន្តក៏និយាយបណ្ដាទៅងាកទៅបណ្ដាថាពួកយើងបានជួបគ្នាពេលខ្ញុំបានមកសម្ភាសប្រឡងចូលពេលនោះខ្ញុំសម្ភាសរួចហើយខ្ញុំកំពុងតែរងចាំមិត្តភ័ក្តិនៅខាងក្រៅសាលាដូច្នោះខ្ញុំក៏អង្គុយនៅខាងមុខអគារបន្តិចគេបង្ហាញឃើញដូយន្តកាលនឹងដែរដែលកំពុងអង្គុយពេលនោះក៏មានអ្នកមកឈរនិយាយគេនឹងព្រមទាំងជក់បារីមកឲ្យផ្សេងទីនឹងផងដែរហើយមើលទៅពេលហ្នឹងដូយន្តក៏អត់តចេះជក់បារីទេដូយន្តនឹងអង្គុយចាំមិត្តភ័ក្តិនៅហ្នឹងប៉ុន្តែក៏អត់បានឃើញមិត្តភ័ក្តិមកហើយពេលហ្នឹងគិតមកក្រោកដើរចេញពីកន្លែងហ្នឹងហើយព្រោះតែវាស្អុយក្លិនបារីហើយពួកហ្នឹងនិយាយឡូឡាប៉ុន្តែពេលហ្នឹងក៏គេឃើញថាយន្តវូក៏បានដើរមកដល់ហើយយន្តវូក៏សួរថាខ្ញុំហ៎ដូយន្តក៏ថាឆ្លើយថាបាទគឺបងហ៎ប្រហែលជាបងនិងម្នាក់នៅក្នុងចំណោមពួកអ្នកជក់បារីហ្នឹងគឺស្គាល់គ្នាព្រោះពួកគេបានហៅបងថាបងប្រុសម្ដងហើយម្ដងទៀតដូចជាអ្នកទាំងពីរចិត្តដិតនឹងគ្នានឹងអញ្ចឹងប៉ុន្តែរឿងដែលគួរឲ្យចង់សើចនោះគឺទឹកមុខរបស់បងនៅពេលដែលពួកគេនិយាយនោះគឺដូចជាគឺបែបរបៀបថាពួកឯងជាអ្នកណារបៀបចឹងព្រោះឆ្ងល់អត់ចំណាស់មុខគេណាយន្តវូក៏គិតក្នុងចិត្តខ្លួនឯងថាអើយមើលទៅខ្ញុំប្រហែលជាមិនអាចគ្រប់គ្រងទឹកមុខខ្លួនឯងបានទេហើយដូយន្តក៏និយាយទៀតថាពេលហ្នឹងមកពីខ្ញុំគិតថារឿងដែលបងធ្វើនោះវាគួរអត់សំណើចទឹកខ្ញុំសម្លឹងមើលទៅបងហើយពេលនោះហើយដែលពួកយើងក៏ខ្សែភ្នែកប៉ះគ្នាហើយបន្ទាប់មកបងក៏ប្រាប់ពួកគេថាឲ្យចោលបារីទៅណាយន្តវូរបៀបថាអត់ចាំហើយក៏សួរថាមែនណាក៏បានឆ្លើយថាបានហើយក៏ឃើញថាពួកនឹងពិតចោលបារីតាមដែលយន្តវូបានប្រាប់ពួកគេពិតមែនរួចគេក៏និយាយថាបងប្រាប់ពួកគេឲ្យជក់បារីនៅតំបន់ដែលគេអនុញ្ញាតឲ្យជក់បារីទៅវូពេលហ្នឹងដូចយ៉ាងមុខក្រហមទាំងអៀនថាយន្តក៏សម្លឹងទៅកាន់មុខយន្តវូបន្តិចរួចក៏ដើរទៅឡើងចិត្តមុខបន្តិចរួចក៏និយាយទៅកាន់យន្តវូទាំងដៃទៅប៉ះទ្ពរបស់យន្តវូថាសុចបងមុខរបស់បងក៏ហមខ្លាំងណាស់វូក៏បានសួរថាអញ្ចឹងខ្ញុំឲ្យភេសជ្ជៈទៅឯងពេលណាដូយន្តក៏បានឆ្លើយថាបន្ទាប់ពីពួកគេទៅអស់បងក៏ហុចអ្វីមួយដែលនៅដៃរបស់បងឲ្យខ្ញុំយន្តក៏ញញឹមឡើងបន្តិចរួចក៏និយាយថាបងមិនចាំទេមែនទេរួចគេក៏បានដកដៃចេញពីទ្ពរបស់យន្តវូព្រមទាំងនិយាយថាបន្ទាប់ពីខ្ញុំបានចូលរៀនហើយពួកយើងក៏បានជួបគ្នាច្រើនដងដែរប៉ុន្តែបងហាក់ដូចជាមិនចាំខ្ញុំទេវូពេលនោះស្រាប់តែផ្អែកខ្លួនទៅនឹងខ្លួនរបស់ដូយន្តតែម្ដងព្រមទាំងសួរទៅកាន់ដូយន្តថាហេតុអីឯងមិនប្រាប់ខ្ញុំចំណែកដូយន្តពេលនោះភ្ញាក់អោដែរសួរថាចុចបងហើយក៏សួរទៅកាន់យន្តវូថាបងយ៉ាងម៉េចហើយចង់ឲ្យខ្ញុំជូនបងទៅផ្ទះដែរទេយន្តវូក៏បានឆ្លើយថាអត់ទេខ្ញុំមិនអីទេរួចពួកគេក៏បានទៅអង្គុយនៅលើកៅអីដូយន្តក៏បានឲ្យយន្តវូផ្អែកស្មារបស់គេចំណែកពេលនោះឃើញក្លិនផេរ៉ូម៉ូនរបស់ពួកគេចេញមកទាំងពីរអ្នកតែម្ដងយន្តវូក៏បានសួរទៅកាន់ដូយន្តថាក្លិនផេរ៉ូម៉ូនរបស់ឯងសាយភីចេញមកហើយចំណែកដូយន្តក៏បាននិយាយថារបស់សិស្សច្បងក៏សាយភីចេញតាំងពីមុននេះមកម្លេះណែយន្តវូក៏សម្លឹងទៅកាន់ដូយន្តបន្តិចមើលទៅកាន់ដូយន្តណាគ្នាខំប្រឹងទប់ឲ្យឡើងបែកញើសលើមុខហើយយន្តវូក៏បានគិតក្នុងចិត្តថាចង្វាក់បេះដូងរបស់គេពិតជាចូលចិត្តខ្ញុំមែនណាហើយក៏ឃើញអាពណ៌ខកកាជុកហ្នឹងគឺសលេងបេះដូងរបស់ដូយន្តលោដល់អ្នកនរគ្នានៅពេលហ្នឹងអង្គុយឡើងត្រង់ភ្លឹងព្រមទាំងនិយាយថាដំបូងខ្ញុំចាប់អារម្មណ៍លើបងតិចតួចប៉ុណ្ណោះខ្ញុំមិនគិតថាខ្ញុំចូលចិត្តបងខ្លាំងយ៉ាងនេះទេសុចបងខ្ញុំមិនទាន់បានទទួលចម្លើយពីបងនៅឡើយទេណាហើយក៏ឃើញថាពួកគេងាកមកទល់មុខគ្នាមែនតើចំណែកយន្តវូក៏ថាហាហើយគេក៏បានសួរទៅកាន់ដូយន្តវូទៅថាខ្ញុំចូលចិត្តបងសុចបងខ្ញុំព្យាយាមកាត់ចិត្តពីបងហើយប៉ុន្តែឥឡូវឃើញបងបែបនេះខ្ញុំមិនចង់លែងបងទេឃើញថាគេយកដៃរបស់គេទៅប៉ះស្លឹកកញ្ចៀតរបស់យន្តវូព្រមទាំងសួរទៅកាន់យន្តវូទៀតថាបងសួរខ្ញុំថាខ្ញុំអាចកាត់ចិត្តពីមនុស្សដែលខ្ញុំចូលចិត្តក្នុងរយៈពេល1ខែបានទេត្រូវទេតើតើខ្ញុំ1ខែទៅមានអារម្មណ៍ថាដូយន្តពេលហ្នឹងគឺចង់ថើបយន្តវូមិនមានអារម្មណ៍ទេគឺចង់ថើបហ្មងហើយតនិយាយទៀតថាមិនថាវាអាចទៅរួចឬក៏អត់ទេបងអាចសាកមើលខ្លួនឯងបានហើយក៏ឃើញថាដូយន្តឡើងដាក់ចិត្តគ្នាមែនតើហើយយន្តវូពេលហ្នឹងក៏គិតទាំងបើកភ្នែកធំថាតើខ្ញុំពិតជាអាចបំភ្លេចឆយថាខ្ញុំបានមែនទេបើខ្ញុំបិទភ្នែករបស់ខ្ញុំហើយដង្ហើមរបស់ពួកយើងចូលគ្នាតើខ្ញុំពិតជាអាចបំភ្លេចឆយថាខ្ញុំបានមែនទេថាអារម្មណ៍យន្តវូពេលហ្នឹងគឺចង់បន្ថយមកក្តារដែរថាអាចទៅរួចអត់ប៉ុន្តែពេលនោះក៏ឃើញថាយន្តវូបានយកដៃរបស់គេទៅទប់លើទ្រូងរបស់ដូយន្តផងដែរព្រោះគិតក្នុងចិត្តគាត់ថាខ្ញុំដឹងចម្លើយរួចទៅហើយថាយន្តវូក៏បានងាកមកចេញព្រមទាំងនិយាយថាសុំទោសផងខ្ញុំមិនគិតថាខ្ញុំអាចធ្វើបែបនោះបានទេ
គ្មានផ្លូវដែលខ្ញុំអាចកាត់ចិត្តពីឆយទេយំបានទេណែដោយយងក៏ខំប្រឹងងាកមកចាញ់ទាំងញញឹមបែបខំប្រឹងលាក់អារម្មណ៍ណាយន់វូក៏និយាយទៀតថាខ្ញុំពិតជាមិនអាចបំភ្លេចគេបានពិតមែនចំណែកដោយយន់ក៏ខំប្រឹងនិយាយថាខ្ញុំដឹងទៅហើយថាបងនិយាយបែបនោះចំណែកយន់វូក៏បាននិយាយទៅកាន់ដោយយន់ថាខ្ញុំសុំទោសដោយយន់ក៏បានដកបារីមកជក់ទៀតហើយព្រមទាំងនិយាយថាខ្ញុំដឹងថាវាគ្មានឱកាសទេប៉ុន្តែខ្ញុំនៅតែចង់សាកល្បងអញ្ចឹងបងមិនបាច់សុំទោសខ្ញុំទេក៏និយាយទៅកាន់យន់វូទៀតថាសុចបងហេតុអីបងចូលចិត្តសុចបងថៃយំយន់វូក៏បាននិយាយថាគឺព្រោះតែគាត់ជាឆយថៃយំដោយយន់ក៏សួរទៅកាន់យន់វូថាអញ្ចឹងបងនឹងធ្វើជាមិត្តភក្តិជាមួយគ្នាតាមធម្មតាដោយរបៀបណាទៅវាមិនអាចទៅរួចទេដែលធ្វើជាមិត្តភក្តិនឹងមនុស្សដែលយើងចូលចិត្តនោះក៏និយាយទាំងសោយតិចតិចមកថាខ្ញុំដឹងប៉ុន្តែខ្ញុំមិនប្រកាសថាខ្ញុំអាចនៅក្បែរខ្លួនគាត់ក្នុងនាមជាអូមេហ្គាបានឬអត់នោះទេបើឆយថៃយំពិបាកព្រោះតែខ្ញុំអញ្ចឹងវាក៏មិនល្អដែរយន់ក៏និយាយទាំងដកដង្ហើមធំថាខ្ញុំមិនដឹងថាសុចបងឆយថៃយំឆ្លងកាត់អ្វីខ្លះមកនោះទេគាត់បារីបោះចោលព្រមទាំងនិយាយទៀតថាប៉ុន្តែនោះជារឿងដែលគាត់ត្រូវសម្រេចចិត្តដោយខ្លួនឯងមិនអញ្ចឹងមែនទេតើសុចបងឆយថៃយំនិយាយអញ្ចឹងមែនទេថាគាត់ពិបាកព្រោះតែបងតើគាត់និយាយថាគាត់មិនចង់ឲ្យបងនៅក្បែរខ្លួនគាត់ព្រោះបងជាអូមេហ្គាមែនទេខ្ញុំក៏បានឆ្លើយថាអត់ទេនេះជាបញ្ហាដែលខ្ញុំគិតខ្លួនឯងទេដោយយន់ក៏បានក្រោកឈរព្រមទាំងនិយាយថាខ្ញុំនិយាយបែបនេះព្រោះតែបងចេះតែលើកពាក្យមិត្តភក្តិលើកមកនិយាយរហូតប៉ុន្តែមិត្តភក្តិមិនរួមភេទជាមួយគ្នាទេណាមនុស្សពីរនាក់ដែលគេជាមួយគ្នាហើយទោះបីមួយដងក៏ដោយក៏មិនអាចរាប់ថាជាមិត្តភក្តិទៀតដែរសុចបងទស្សនៈរបស់បងចំពោះមនុស្សសេចក្ដីមានលក្ខណៈបុរាណប៉ុន្តែទស្សនៈរបស់បងលើការរួមភេទបែរជាមកសម័យទំនើបទៅវិញយល់អត់យល់ហ្នឹងហ៎អារបៀបថាចេះដូចជាប្រពៃណីខ្មែរយើងហ្នឹងណាខ្មែរយើងមិនប្រកាន់ប្រពៃណីថាការដែលទៅខូចខ្លួនជាមួយនឹងអ្នកណាម្នាក់វាជារឿងដែលអត់ល្អទេអាស្នេហាអីហ្នឹងយើងរៀងគិតរៀងរាក់រាក់អីចឹងណាអាហ្នឹងគឺមានឧទាហរណ៍ប៉ុន្តែដល់ពេលគេនិយាយពីថៃយំនិងយន់វូនេះគឺចង់និយាយថាការឆ្លាញ់របស់យន់វូទៅលើថៃយំហ្នឹងរៀងបុរាណចាស់បុរាណណាប៉ុន្តែការដែលទៅរួមភេទជាមួយគ្នាហើយអត់មានតំណែងតំណងអីជាមួយគ្នាបែរជាហៃពង្រើវាថាអត់អីទេគ្រាន់តែគេជាមួយគ្នាវាគ្មានបញ្ហាអីចឹងរបៀបចឹងវាថាគេហៅស្នេហាបែបបុរាណទេប៉ុន្តែដល់ពេលអារឿងការរួមភេទហ្នឹងបែរជាសម័យទំនើបតែរបៀបថាគេអត់ប្រកាន់ណាចឹងវាការកើតរបស់យន់វូក៏បាននិយាយថាអញ្ចឹងខ្ញុំចូលទៅក្នុងមុនហើយយន់វូក៏នឹងអង្គុយបន្តនៅខាងក្រៅម្នាក់ឯងតែមុននឹងចេញទៅក៏នៅឆ្លៀតនិយាយបន្តទៀតថាសុចបងក៏ច្រើនពេកហើយចំណែកអាសុចបងថៃយំក៏ដូចគ្នាដែរអង្គុយគិតសញ្ជឹងបន្តិចរួចក៏លើកទូរស័ព្ទឡើងមកឃើញតែទៅនរណាម្នាក់ចំណែកអ្នកខាងនោះក៏និយាយថាសួស្ដីយន់វូក៏បាននិយាយថាថៃយំឯងកំពុងគេងមែនទេថៃយំក៏បានឆ្លើយពីខ្សែទូរស័ព្ទម្ខាងទៀតមកថាអត់ទេមិនទាន់ដល់ពេលគេងផងនឹងរឿងអីមែនទេវូក៏រៀនស្ងាត់បន្តិចពេលហ្នឹងថៃយំគ្នាឡើងភ័យស្លន់ស្លោរួចក៏សាលីយន់វូតែឯងមានរឿងអីកើតឡើងមែនទេពេលហ្នឹងមើលទៅយន់វូដូចនឹងស្ទាក់ស្ទើរដែរក៏លើកដៃមកទាញកោអាវរបស់ខ្លួនឯងព្រមទាំងនិយាយថាខ្ញុំនឹកឯងមួយប្រយោគខ្លីតែមានអត្ថន័យមើលទៅកាន់យន់វូពេលហ្នឹងមុខឡើងក្រហមនិយាយបន្តទៀតថាខ្ញុំខកទៅឯងព្រោះខ្ញុំនឹកឯងខ្ញុំចង់ជួបមុខឯងថៃយំណែថៃយំពេលហ្នឹងក៏សួរថាលីយន់វូឯងនៅឯណាឥឡូវនេះអាសាច់រឿងភាគទី25របស់យើងក៏បានចប់ត្រឹមនេះបើសិនជាមានផលខុសឆ្គងសូមអធិស្ឋានវិញផងពីអត់មានបាយបាយ